ជំរាបសួរប្រិមត្ត Lady Sparkle ទាំងអស់គ្នាកម្មវិធីនៅក្នុងរដូវកាលទី1នេះគឺបានឈានមកដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាក៏ដូចជាគាំទ្រនៅកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់តាំងពីអេពីសូត1រហូតមកដល់អេពីសូតចុងក្រោយនេះដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយថាកម្មវិធីរបស់យើងគឺជាគ្រាប់ពូជថ្មីដែលដុះនៅក្នុងបណ្ដាញសង្គមដែលយើងមានគោលគំនិតចម្បងនោះគឺតកតងទៅនឹងការចែករំលែកនៅចំណេះដឹងសុខុមាលភាពនៃការរស់នៅប្រចាំថ្ងៃក៏ដូចជារំលែកក៏ដូចជាឆ្លិចយកនៅបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនដែលបានចូលរួមហើយក៏ការសំខាន់នៃកម្មវិធីរបស់យើងគឺបណ្ដុះក៏ដូចជាបំផុសនៅគំនិតវិជ្ជមានសម្រាប់សង្គមជាតិហើយពួកយើងសន្យាថានៅក្នុងរដូវកាលទី2នេះពួកយើងនឹងមានអ្វីដែលកាន់តែពិសេសនិងប្លែកជាងមុនជូនអ្នកទាំងអស់គ្នាក្រៅពី Facebook ពួកយើងក៏មាន YouTube Channel ដូចគ្នាដែលមានឈ្មោះថា Lady Sparkle Podcast ហើយអ្នកទាំងអស់គ្នាសូមកុំភ្លេចជួយ Subscribe ទាំងអស់គ្នាណា